គម្រោងអាជីវកម្មដាំដុះដំណាំជីរណាជីរណាឬជីបន្លែគឺជាបន្លែគ្រឿងផ្សំមួយប្រភេទដែលមានក្លិនឈ្ងុយអាចប្រើប្រាស់ធ្វើជារបោយឬពងលើម្ហូបសម្រាប់បំបត្តិក្លិនឆ្អាបជីរណាគឺជាដំណាំដែលអាចប្រមូលផលបានច្រើនដងក្នុងមួយវដ្តជីវិតមិនសូវមានកត្តាចង្រៃបំផ្លាញឬប្រើប្រាស់ថ្នាំពុលច្រើនងាយស្រួលថែទាំមិនប្រកាន់រដូវកាលដាំដុះអាចពន្យាពេលប្រមូលផលបានយូរដោយមិនភ័យខ្លាចហួសអាយុដូចទៅនឹងដំណាំដទៃជីរណាមានតម្រូវការទីផ្សារខ្ពស់តម្លៃមិនមានការប្រែប្រួលលឿនដែលកសិករអ្នកដាំដុះអាចមានលទ្ធភាពចំណេញសមរម្យដំណាំប្រភេទនេះបានជួយបង្កើនចំណូលក្នុងគ្រួសារនិងបានផ្ដល់ការងារជាច្រើនទៀតសម្រាប់សមាជិកក្នុងសហគមន៍តាមរយៈកម្លាំងពលកម្មនៅពេលប្រមូលផលការអនុវត្តការដាំដុះការរៀបចំដីដាំយើងត្រូវភ្ជួរដីឲ្យមុតល្អពី2ទៅ3ដងរួចហាលដីទុករយៈពេលពី10ទៅ15ថ្ងៃឆូតពូនជារងដែលមានទទឹងរងពី1ទៅ1ម៉ែត្រកន្លះឬសម្រាប់ដីទួលមិនចាំបាច់លើករងក៏បានដោយគ្រាន់តែធ្វើចង្អូរបង្ហូរទឹកជុំវិញដីដាំដុះជាការស្រេចការព្រួសគ្រាប់ពូជជីរណាយើងត្រូវយកពូជជីរណាកញ្ចប់ដែលទិញពីទីផ្សារឬពូជដែលបានផលិតក្នុងតំបន់យកមកព្រួសលើរងឬលើផ្ទៃដីដែលបានរៀបចំរួចដោយប្រើប្រាស់គ្រាប់ពូជក្នុងបរិមាណល្មមសមរម្យ1គីឡូក្រាមលើផ្ទៃដី10អាងដើម្បីឲ្យជីរណាលូតលាស់ល្អការរៀបចំប្រព័ន្ធទឹកយើងគួរប្រើប្រាស់ប្រព័ន្ធស្រោចស្រព Sprinkler គឺជាប្រព័ន្ធទឹកដែលស័ក្តិសមបំផុតក្នុងការដាំដុះដំណាំជីរណាការជ្រើសរើសពូជជីរណាមួយចំនួនដែលដាំដុះក្នុងប្រទេសកម្ពុជារបស់យើងរួមមានជីរណាពូជឃ្លោកជីរណាពូជផ្កាឈូកនិងពូជរក្សាទុកបន្តលក្ខខណ្ឌអាកាសធាតុនិងពន្លឺដំណាំជីរណាអាចដាំដុះនិងលូតលាស់បានគ្រប់រដូវកាលនៅសីតុណ្ហភាពចន្លោះពី20ទៅ25អង្សាសេដោយប្រើប្រាស់ស្បៃជាគម្របកាត់បន្ថយពន្លឺនិងកម្ដៅដើម្បីឲ្យជីរណាលូតលាស់បានវែងល្អនិងទទួលបានទិន្នផលខ្ពស់ការថែទាំជីរណានៅដំណាក់កាលព្រួសគ្រាប់ពូជគប្បីស្រោចស្រព2ទៅ3ដងក្នុងមួយថ្ងៃដើម្បីឲ្យគ្រាប់ពូជឆាប់ចេញពន្លកបានស្មើគ្នាដោយការថែទាំនេះត្រូវការរយៈពេលពី2ទៅ3សប្តាហ៍ជីរណាជាដំណាំដែលអាចលូតលាស់ក្នុងលក្ខខណ្ឌដីស្ងួតឬដីសើមខ្លាំងប្រមាណពី3ទៅ5ថ្ងៃដូច្នេះការស្រោចស្រពអាចធ្វើឡើងមួយថ្ងៃម្ដងឬ2ថ្ងៃម្ដងដោយផ្អែកលើសំណើមរបស់ដីជាក់ស្ដែងនៅក្នុងដំណើរការលូតលាស់របស់ដំណាំជីរណាគឺមិនសូវមានសត្វល្អិតមកបំផ្លាញនោះទេតែសង្កេតឃើញមានតែជំងឺមួយចំនួនប៉ុណ្ណោះដែលតែងតែកើតមានឡើងលើដំណាំជីរណាទាមទារឲ្យកសិករយកចិត្តទុកដាក់លើការសម្អាតស្មៅចង្រៃការកាត់ផ្កាចេញពីដើមព្រោះកត្តាទាំងពីរនេះប៉ះពាល់ដល់ការលូតលាស់និងទិន្នផលការដាក់ជីរណាជាដំណាំដែលប្រមូលផលយកតែស្លឹកដូច្នេះប្រភេទជីគីមីដែលគួរប្រើប្រាស់ទាមទារឲ្យមានកម្រិតសារធាតុអាសូតខ្ពស់រួមមានជីអ៊ុយរ៉េជី DAP កត្តាចង្រៃជាទូទៅកសិករតែងជួបប្រទះជាញឹកញាប់មួយចំនួនរួមមានដូចជាជំងឺបាក់តេរីកត្តាផ្កាជីរណាជំងឺផ្សិតកត្តាស្មៅចង្រៃអាយុកាលដាំដុះនិងប្រមូលផលជីរណាចាប់ពីពេលព្រួសគ្រាប់ពូជរហូតដល់ពេលប្រមូលផលលើកទី1ត្រូវការពេលវេលាពី10ទៅ12សប្តាហ៍ការប្រមូលផលបន្តបន្ទាប់ត្រូវការរយៈពេល4សប្តាហ៍អាស្រ័យលើការសម្អាតស្មៅដាក់ជីនិងទឹកមួយវដ្តជីវិតរបស់ជីរណាអាចប្រមូលផលបានពី1ទៅ2ឆ្នាំអាស្រ័យលើគុណភាពដីការគ្រប់គ្រងកត្តាចង្រៃបានល្អនិងការថែទាំបានត្រឹមត្រូវចំពោះការវិភាគសេដ្ឋកិច្ច
ទៅលើការដាំដុះជីរណាក្នុងមួយវគ្គយើងអាចទទួលបានទិន្នផលចន្លោះពី1400ទៅ1500គីឡូក្រាមក្នុងមួយខែនិងអាចប្រមូលផលបានរយៈពេល2ឆ្នាំចំពោះទិន្នផលនេះគឺយើងគិតទៅលើទំហំផ្ទៃដីចំនួន10 អាហើយតម្លៃទីផ្សារជាមធ្យមមានតម្លៃ3500រៀលក្នុង1គីឡូក្រាមតារាងនេះបង្ហាញពីការប្រមូលផលលម្អិតដែលបងប្អូនអាចសិក្សាទៅលើតារាងនេះបានតាមរយៈការចោះសិក្សាផ្ទាល់ពីកសិករដាំដុះជីរណាយើងសង្កេតឃើញថាដំណាំនេះអាចមានហានិភ័យដូចជាហានិភ័យផលិតកម្មព្រោះទិន្នផលថយចុះដោយសារកត្តាជំងឺស្មៅចង្រៃការកាត់សម្អាតការនិងពន្លឺព្រះអាទិត្យហានិភ័យទីផ្សារដោយសារតម្លៃប្រែប្រួលខ្លាំងនៅរដូវប្រាំងនិងហានិភ័យហិរញ្ញវត្ថុក្នុងករណីមានទុនមិនគ្រប់គ្រាន់សម្រាប់អាជីវកម្មនិងការគ្រប់គ្រងចំណាយលើធាតុចូលកសិកម្មមិនបានល្អប្រសើរជារួមមកជីរណាគឺជាដំណាំមួយប្រភេទដែលងាយស្រួលក្នុងការដាំដុះមិនសូវមានសត្វល្អិតជំងឺបំផ្លាញច្រើននោះទេប៉ុន្តែទាមទារការប្រើប្រាស់ស្បៃជាគម្របកាត់បន្ថយពន្លឺនិងកម្ដៅលើការដាំដុះទើបជីរណាលូតលាស់បានល្អបច្ចុប្បន្នដំណាំប្រភេទនេះមានការចាប់អារម្មណ៍ដាំដុះច្រើនពីសំណាក់ប្រជាកសិករគ្រប់ទិសទីកសិករគួរប្រមូលផ្ដុំគ្នាជាសហគមន៍ឬក្រុមផលិតដែលអាចរៀបចំផែនការផលិតស្របតាមការប្រមូលទិញជាទៀងទាត់របស់ឈ្មួញ។